សួស្តីសូមស្វាគមន៍មកកាន់លើពិសេសខ្មែរអញ្ចឹងនៅក្នុងវីដេអូនេះយើងចាប់ផ្ដើមជាមួយនឹងស៊េរីថ្មីមួយដែលមានឈ្មោះថា Real Office Excel អញ្ចឹងនៅក្នុងស៊េរីនេះយើងចាប់ផ្ដើមយើងនឹងមិនបង្រៀនពី formula ដាច់ៗទេតែយើងនឹងចាប់ផ្ដើមពីការបង្កើត Excel system ដែលអាចយកទៅធ្វើការងារពិតៗជាមួយនឹងការឆ្លើយតបក្នុងការងារប្រចាំថ្ងៃបានអញ្ចឹងនៅក្នុងសម្រាប់ episode 1នេះយើងធ្វើការបង្កើតទាក់ទងនឹង employee system នេះដោយយើងគ្រាន់តែផ្លាស់ប្ដូរទៅលើ employee ID ណាមួយហើយព័ត៌មានទៅតាម employee ដូចជា full name gender department position brand phone ហើយ date ហើយនឹង hire date ហើយ basic salary status នឹងធ្វើការបង្ហាញឲ្យ photo ទៅតាម employee ID ដែរបាទសួស្តីសូមស្វាគមន៍មកកាន់ Learn Excel ខ្មែរអញ្ចឹងនៅក្នុងវីដេអូថ្ងៃយើងចាប់ផ្ដើមនៅមេរៀនថ្មីដែលយើងហៅថា Real Office Excel អញ្ចឹងនៅក្នុងមេរៀនយើងនេះគឺយើងធ្វើពី episode 1ដែលតាក់ទងនឹង Employee Search System in Excel អញ្ចឹងនៅក្នុងគោលបំណងនេះគឺយើងដើម្បីបង្កើតប្រព័ន្ធស្វែងរកព័ត៌មានបុគ្គលិកដោយវាយតែ Employee ID ឬក៏ Employee Name បាទអញ្ចឹងនៅក្នុងវីដេអូនេះយើងក៏នឹងរៀនតាក់ទងនឹង employee database convert to table data validation drop down ហើយនឹងការប្រើប្រាស់រូបមន្តហើយនឹងចុងក្រោយគឺតាក់ទងនឹងការរចនាលើ search form បាទអញ្ចឹងនេះជាតារាង Excel មួយដែលយើងបានបង្កើតរួចរាល់អញ្ចឹងដែលមាន employee name full name gender department position brand ហើយ date contract type ហើយ basic salary phone ហើយនឹង email អញ្ចឹងដើម្បីបង្កើតconvert to table បានបងប្អូនត្រូវតែបងប្អូន rank ទៅលើ table យើងទាំងអស់នេះមកហើយបងប្អូនចុច control T អញ្ចឹងបងប្អូនឃើញបែបនេះមកហើយចុច OK ចុច OK អញ្ចឹងវានឹងចេញឲ្យតើតើនឹងមានការ filter មួយចំនួនដូចថាតខាងលើនេះអញ្ចឹងអត្ថប្រយោជន៍ការប្រើ table ដូចជា formula update ដោយស្វ័យប្រវត្តិងាយស្រួលនិងគ្រប់គ្រងទិន្នន័យអូខេអញ្ចឹងជាបន្ទាប់គឺយើងធ្វើការបង្កើតតាក់ទងនឹង create search form អញ្ចឹងនៅក្នុងយើងបង្កើត sheet មួយទៀតមកអញ្ចឹងបន្ទាប់គឺយើងនឹងធ្វើការបង្កើតតាក់ទងនឹង search form អញ្ចឹង search form របស់យើងគឺយើងនឹងបង្កើតទៅលើ title ខាងលើនេះដែលយើងបានបង្ហាញនេះយើងធ្វើការបង្កើតតែម្ដងមកអូខេអញ្ចឹងខ្ញុំធ្វើការបង្កើតហើយដើម្បីកុំឲ្យចំណាយពេលធ្វើការយូរអញ្ចឹងទី1គឺយើងមាន employee ID full name gender ហើយមកដល់ status អូខេអញ្ចឹងយើងធ្វើការកែសម្រួលទៅលើកន្លែងនេះតិចមកយើងតាក់ទងនឹងយើងដាក់រះពីមុខនេះខ្ញុំបង្ហាញតិធីធម្មតាបើសិនជាបងប្អូនអត់យល់អត់ទាន់ដឹងពីរបៀបលឿនអញ្ចឹងខ្ញុំបង្ហាញបែបនេះសិនឧទាហរណ៍ថាយើងត្រូវការដាក់រះពីមុខទាំងអស់អញ្ចឹងបើសិនជាបងប្អូនអត់ចេះគឺបងប្អូនប្រហែលជាត្រូវធ្វើអញ្ចឹងប៉ុន្តែខ្ញុំបង្ហាញបងប្អូនហើយយើងធ្វើបែបនេះយើងធ្វើបែបណាលឿនអូខេកាលណាដែលយើងទាញមកឆ្វេងឬក៏ស្ដាំមើលទៅវាអត់ទាន់ស្អាតឡើយវារត់តាមបន្ទាត់របស់យើងដែរអញ្ចឹងយើងមានវិធីល្អសម្រាប់បង្ហាញអញ្ចឹងកន្លែងយើងលុបវិញមកអូខេអញ្ចឹងទី1បងប្អូនត្រូវការ select ទាំងអស់នេះ select ហើយបងប្អូនចូល home យកពាក្យថា font នេះបងប្អូនឃើញកន្លែងទូចនេះបើកវាមកអញ្ចឹងបន្ទាប់មកយកពាក្យថា number បងប្អូនคลิกឃើញ custom ខាងក្រោមនេះអញ្ចឹង general នេះបងប្អូន rename តិចមកបងប្អូនដាក់និមិត្តសញ្ញា add កាយ space មួយមកបើកវងដាក់រះពីរនេះអញ្ចឹង sample បងប្អូនឃើញខាងលើនេះអញ្ចឹងអូខេអញ្ចឹងបងប្អូនคลิกមើលវាស្អាតយើងអត់ចាំបាច់ធ្វើការម្ដងមួយទេអញ្ចឹងកាលណាយើងទាញចូលស្ដាំឬក៏មកឆ្វេងមកស្ដាំគឺវាតម្រឹមឲ្យស្អាតតែម្ដងអូខេអញ្ចឹងបន្ទាប់មកទៀតគឺយើងធ្វើការដាក់ data validation drop down អញ្ចឹងយើង search by employee ID អញ្ចឹងយើងធ្វើការដាក់កន្លែងនេះកន្លែងនេះខ្ញុំចាក់ពណ៌បន្តិចមកឲ្យបងប្អូន
เคចឹងបន្ទាប់មកយើងធ្វើការដាក់ drop down គឺយើងហើយបន្ទាប់បងប្អូនកលេចមកស្ដាំនោះនេះឃើញម្ដុំជួរនេះឃើញពាក្យថា select ទៅលើនេះមកបងប្អូនឃើញពាក្យ data validation បើកវាមកកន្លែងនេះបងប្អូនត្រូវការដូរអញ្ចឹងពី any value នេះបងប្អូនមកដាក់មកជា list នេះហើយបងប្អូន select ទៅsource នេះបងប្អូនអាចវាក៏បានឬក៏ select ទៅ rank ក៏បានដែរអូខេអញ្ចឹងខ្ញុំសូមយកជាការ select ទៅលើ rank តែម្ដងអញ្ចឹងបងប្អូនបើកមកលើ database របស់យើងដោយសារតន័យរបស់យើងមានតែ10អ្នកដែរអញ្ចឹងយើងធ្វើការ select តែម្ដងអត់ចាំបាច់យើងទៅសេបើសិនជាករណីមានបុគ្គលិកច្រើនចាំយើងធ្វើការទៅសេឬក៏បញ្ចូលដោយដៃតែម្ដងអូខេយើង rank ទាំងអស់ទាំងនោះទៅពីបានហើយយើងអូខេមកបានអញ្ចឹងកាលណាយើងផ្លាស់ប្ដូរមកវាចង់ select ទៅលើ ID មួយណាយើងចេញឈ្មោះទៅតាមនេះឲ្យតែម្ដងអូខេបន្ទាប់មកទៀតយើងធ្វើការប្រើប្រាស់រូបមន្តធម្មតាសិនអញ្ចឹងធម្មតារបស់យើងក៏អាចប្រើរូបមន្ត VLOOKUP ក៏បាន XLOOKUP ក៏បានអញ្ចឹងខ្ញុំធ្វើការ recommend ប្រើសម្រាប់ XLOOKUP តែម្ដងសម្រាប់ version ថ្មីអូខេស្មើ XLOOKUP ចឹង XLOOKUP របស់យើងគឺ lookup value នេះគឺយើងស្ដៅទៅលើ search by ID នេះsearch by employee ID នេះ select ទៅលើនេះមកកាលណាតែ ID យើងផ្លាស់ប្ដូរគឺតំណែងទាំងអស់នេះគឺត្រូវការប្រើប្រាស់ដែរអញ្ចឹងកន្លែងបងប្អូនត្រូវការចុច F4 មួយដើម្បី lock ទាំង column lock ទាំង row នេះ lookup lookup array នេះគឺបងប្អូនមកតាក់ទងនឹង database របស់យើង database គឺយើងកាលណាយើងកំណត់ទៅលើតាក់ទង search ID គឺយើង select ទៅលើ ID នេះ rank ទៅលើ ID នេះបែបមកទាំងអស់គ្នាមកដោយសារតារាងរបស់ table របស់យើងនេះយើងបាន convert ទៅជា table អញ្ចឹងឈ្មោះខាងលើនេះគឺត្រូវបាន rename ឲ្យអត់បងប្អូនអត់ឃើញ column row ទីប្រមាណដល់ទីប្រមាណនេះអញ្ចឹងកន្លែងគឺតារាងម៉ាត់ជូនេះគឺឈ្មោះថា employee ID អញ្ចឹងឈ្មោះវាពេញតែម្ដងនេះមួយបន្តមកគឺបងប្អូនចង់រកទៅលើ employee ID ត្រូវអញ្ចឹងបងប្អូន select ទៅលើពីរដងមកអូខេអញ្ចឹងយើងធ្វើការ test សាកល្បងមើលលេខ3អញ្ចឹងចេញឲ្យដូចគ្នាលេខ4 5អូខេហើយតោះមកយើងធ្វើការបន្ថែមតាក់ទង full name gender department position brand ហើយ phone ចុចទៅអូខេអញ្ចឹងបើកាលណាយើងអូសវាមកក្រោមបែបនេះតើតំណែងយើងអាចត្រូវអត់វាអត់ទាន់ត្រូវទេបើសិនជាបងប្អូនប្រើ XLOOKUP អញ្ចឹងកន្លែងរូបមន្តនេះបងប្អូនត្រូវការកែសម្រួលមួយចំនួនអញ្ចឹងកន្លែងនេះយើងតាក់ទង full name អញ្ចឹងបើសិនជា table របស់យើងនេះយើងបាន convert ទៅជា table ហើយអញ្ចឹងកន្លែងនេះយើងអត់ចាំបាច់មក rank ទៅលើនេះមួយក៏បានដែរបងប្អូនអាច rename ទៅលើនេះតែម្ដងអញ្ចឹងកន្លែងបងប្អូនអាច rename ថា full name select លើនេះម្ដង enter អញ្ចឹងចេញឲ្យគុណជាទៅពី gender យើង rename កន្លែងនេះដាក់ gender តែអូខេប៉ុន្តែយើងធ្វើបែបនេះយើងធ្វើតល្អអស់ឬក៏ករណីមួយទៀតបងប្អូនអត់ចាំបាច់ធ្វើការវាទេយើងធ្វើការបែបនេះម្ដងយើង rank ទៅលើខ្ញុំលុបកន្លែងមកកន្លែងនេះយើងចង់រកតាក់ទង department ចឹងបងប្អូនមក database របស់យើងគឺយើងមកកន្លែង department មកនេះអូសមកលើ department ចឹងកន្លែងឈ្មោះកន្លែងគឺចេញ department ឲ្យតែម្ដងចឹងកន្លែងដូចគ្នាអូខេអញ្ចឹងបន្ទាប់មកយើងធ្វើការប្រើរូបមន្តមួយទៀតឲ្យយើងអត់ចាំបាច់ប្រើរូបមន្តបែបនេះទេវាចំណាយពេលបងប្អូនអាចធ្វើការប៉ុន្តែអាចចំណាយពេលកែរូបមន្តម្ដងប៉ុន្តែក៏ពិបាករហូតដែរប៉ុន្តែខ្ញុំបង្ហាញរូបមន្តមួយទៀតគឺយើងប្រើតែរូបមន្តតែមួយឯងហើយយើងអូសមកគឺវាបង្ហាញលទ្ធផលទាំងអស់តែម្ដងដោយយើងអត់ចាំបាច់កែប្រែទៅលើរូបមន្តមួយទេអូខេអញ្ចឹងខ្ញុំត្រឡប់ទៅរូបមន្តរបស់យើងមួយទៀតគឺខ្ញុំលុបចោលបាទអញ្ចឹងបន្តមកទៀតគឺយើងប្រើរូបមន្តទី2របស់យើង
ដែលជារូបមន្តសំខាន់ដែលយើងអ្វីដែលយើងចង់បង្ហាញក្នុងវីដេអូនេះហើយរូបមន្តនេះក៏យើងអត់ទាន់បានធ្វើវីដេអូបង្ហាញពីមុនដែរអញ្ចឹងក្នុងវីដេអូនេះបងប្អូនសូមយកចិត្តដាក់បន្តិចមកដើម្បីបើសិនជាបងប្អូនធ្វើការងារទាក់ទងនឹងតារាងឬក៏ការងារមួយនេះបងប្អូនអាចគួរតែចេះទាក់ទងនឹងរូបមន្តមួយនេះអូខេអញ្ចឹងទី1គឺយើងប្រើប្រាស់ទៅទាក់ទង index អញ្ចឹងរូបមន្ត index របស់យើង smart បាទអញ្ចឹង index គឺយើងធ្វើអ្វី index គឺយើងមានន័យថាយើងទាញតម្លៃពី row និង column ដែលបានរកឃើញអញ្ចឹងនៅក្នុងការប្រើរូបមន្តនេះយើងនឹងធ្វើមិនហើយលទ្ធផលមិនចាំយើងបន្តតាមដានជាមួយគ្នាអូខេ index ហើយបងប្អូនឃើញពាក្យថា row array នេះអញ្ចឹងកន្លែង array នេះបងប្អូនត្រូវ array ទៅលើតារាងរបស់យើងទាំងអស់នៅក្នុងdatabase នេះអញ្ចឹង select ទៅលើនេះរបស់យើងអញ្ចឹងបងប្អូន select ទៅលើពីនេះមកទាំងអស់មកដល់ status អញ្ចឹង table 2នេះគឺមានន័យថាជាឈ្មោះតារាងរបស់យើងមួយនេះហើយ employee ID ចាប់ពី employee ID មកដល់ status ប៊ីសមួយមកអូខេបន្ទាប់ពីប៊ីសហើយបងប្អូនត្រូវប្រើរូបមន្តមួយទៀតដែលគេហៅថារូបមន្ត match នេះ match មួយនេះបងប្អូន select មកអញ្ចឹងវានឹងចេញជាទម្រង់ថ្មីមួយទៀតឲ្យបងប្អូនឃើញថា look up value look up array ហើយ match tab អញ្ចឹង look up value របស់យើងគឺយើងចង់រកទាក់ទងនឹង employee ID អូខេអញ្ចឹង look up value របស់យើងគឺយើងមកទាក់ទងនឹង seek search របស់យើងនេះ select ទៅលើ search នេះមកហើយបងប្អូនយកកន្លែងនេះដែលយើងចង់ស្វែងរកដែលយើងដាក់ជា data validation data drop down list drop down ហ្នឹង F4 មួយមកដើម្បីការពារទាក់ទងការរត់ column ឬក៏ row អូខេបន្ទាប់មក look up array look up array កន្លែងនេះបងប្អូនត្រូវតែ rank ទៅលើ employee ID យើងមកទាក់ទង database របស់យើងចឹងកន្លែងនេះយើងអត់ rank មកទាំងអស់បែបនេះដូចគ្នានេះទេយើង rank តែ employee ID ទេ select តែប៉ុណ្ណេះបងបានហើយ employee all បែបនេះអូខេបន្ទាប់មកទៀតបងប្អូន copy មួយមកចឹងកន្លែងនេះបងប្អូនឃើញពាក្យលេខ1នេះ less than លេខ0 exact match នេះហើយនឹង1 gender greater than ចឹងបងប្អូនយកពាក្យថាលេខ0វាលេខ0មកវាលេខ0ហើយបងប្អូនបិទ workshop មួយកន្លែងនេះចប់លក្ខខណ្ឌមួយហើយអញ្ចឹងលក្ខខណ្ឌមួយទៀតគឺយើងធ្វើការភ្ជាប់ជាមួយនឹង title កាលណាតែយើង title នៅក្នុង search seek search នេះដូចគ្នាគឺលទ្ធផលចេញឲ្យអូតូតែម្ដងអញ្ចឹងគ្រាមួយមកអញ្ចឹងបងប្អូនប្រើរូបមន្ត match ដែល match អូខេ match របស់យើងគឺទាក់ទងនឹង look up របស់យើងគឺមកទាក់ទងនឹង search មកអញ្ចឹងយើងចង់រកទាក់ទងនឹង employee ID នេះកាលណាតែ title ដូចនេះចេញលទ្ធផលឲ្យអញ្ចឹង select មកកន្លែងបងប្អូន F4 ដែរប៉ុន្តែយើងអត់ lock ទាំង column បែបនេះទេ lock ទាំង row បែបនេះទេយើង lock តែ column ទេ lock column គឺយើង lock ដុល្លារពីព្រោះនេះ B1 អញ្ចឹង look up array look up array នេះគឺបងប្អូនត្រូវតែ rank តាក់ទងនឹង header អូខេអញ្ចឹង header របស់យើងគឺយើងដាក់មកដល់ status នេះកន្លែងនេះបងប្អូនយកពីកន្លែង employee ID នេះ select មកដល់ status នេះអញ្ចឹងបង្ហាញដូចគ្នានេះមកដល់ status B1 មកកន្លែងនេះយើងវាលេខ0ដដែលបិទកញ្ចក់2ដងអូខេអញ្ចឹងយើង enter មកបើសិនជា error យើងនឹងបានឃើញអូខេអញ្ចឹងចេញលទ្ធផលឲ្យតែម្ដងអញ្ចឹងយើងអូសវាមកក្រោមមកយើងរូបមន្តរបស់យើងគឺធ្វើមកតែមួយចឹងបងប្អូនឃើញថាវាងាយប៉ុន្តែរូបមន្តខាងលើបើសិនជាបងប្អូនតាមអត់ទាន់វារៀងពិបាកសាំញ៉ាំតិចតែបងប្អូនអាចស្ដាប់ខ្ញុំម្ដងមួយទៅបងប្អូនអាចយល់អូខេអញ្ចឹងខ្ញុំសូមបញ្ជាក់បញ្យល់បន្តិចទៀតទាក់ទងនឹង search កន្លែង B នេះ B6 នេះមានន័យថាស្មើ employee ID នេះពួក Q នេះកន្លែងបងប្អូនឃើញថា Q នេះទៅពេល search B8 នេះគឺទាក់ទងនឹង employee
ID មួយនេះខាងក្រោម red នេះអូខេអញ្ចឹង table header នេះតទៅនឹង full name gender department ដូចគ្នាអញ្ចឹងកន្លែងនេះវាមើលទៅអត់ងាយទេប៉ុន្តែវាស្រួលសម្រាប់បងប្អូនអញ្ចឹងបងប្អូនធ្វើតែម្ដងមកបងប្អូននឹងយល់បាទមុននឹងបញ្ចប់វីដេអូបើសិនជាបងប្អូនយល់ថាមេរៀននេះមានប្រយោជន៍និងចង់គ្រប់គ្រងមេត្តាថ្មីសម្រាប់ពី Learn Excel ខ្មែរអញ្ចឹងបងប្អូនក៏អាចឧបត្ថម្ភតាមរយៈ QR ដែលបានដាក់ក្នុង screen នេះអញ្ចឹងការគ្រប់គ្រងរបស់បងប្អូនធ្វើឲ្យខ្ញុំមានលទ្ធភាពបង្កើតវីដេអូ Excel Google Sheet ដែលមានគុណភាពនិងឥតគិតថ្លៃបន្តទៀតបាទអញ្ចឹងសូមអរគុណចំពោះការគ្រប់គ្រងរបស់បងប្អូនហើយកុំភ្លេចជួយ Subscribe ដើម្បីកុំឲ្យខកខានវីដេអូថ្មីៗពី Learn Excel ខ្មែរសូមអរគុណEBP 06យើងផ្លាស់ប្ដូរ03អញ្ចឹងលទ្ធផលកន្លែងគឺយើងអូតូអញ្ចឹងកន្លែងខ្ញុំធ្វើការ format date តិច custom number អញ្ចឹងខ្ញុំយកពាក្យថា date តែម្ដងអញ្ចឹង format យើងចង់បាន style បែបណាក៏បានដែរអូខេយើងចូលមួយនេះអញ្ចឹង salary របស់យើងគឺយើងបន្ថែមនឹងមួយសញ្ញាដុល្លារមករៀងវែងអូខេអញ្ចឹងលេខទូរស័ព្ទគ្រាន់តែខ្វះលេខ0ទេយើងអាចដាក់ format បានអូខេយើងតេស្តបន្តទៀតលេខ5អញ្ចឹងកន្លែងនេះយើងរត់ឲ្យអូតូលេខ7លេខ8អញ្ចឹងកន្លែងនេះយើងអត់ចាំបាច់ធ្វើការលេខ10អញ្ចឹងបងប្អូនឃើញកន្លែងមើលទៅវាលក្ខណៈស្រួលងាយស្រួលសម្រាប់បងប្អូនទោះបីបងប្អូនធ្វើការតាក់ទងនឹងមិនដូចត្រឹងនេះទាំងស្រុងប៉ុន្តែយើងអាចប្រើរូបមន្តនេះគឺដើម្បីបំបែកគ្រឿងការងារដែលពាក់ព័ន្ធជាមួយការងារបងប្អូនអូខេអញ្ចឹងវីដេអូនេះយើងចប់តែប៉ុណ្ណេះអញ្ចឹងយើងធ្វើការបន្តមេរៀនរបស់បន្ទាប់គឺតាក់ទងអ៊ីពីសូត2ប៉ុន្តែតាក់ទង title ខ្ញុំធ្វើការមិនបង្ហាញទេហើយកុំភ្លេចបងប្អូនតាមដានទាំងអស់គ្នាសូមអរគុណ